វីដេអូនេះបង្ហាញពីភាពខុសគ្នាយ៉ាងខ្លាំងរវាងការដោះស្រាយទិន្នផលស្វ័យលើសលប់នៅប្រទេសមួយនិងវិធីសាស្ត្រច្នៃប្រឌិតរបស់ប្រទេសចិនដើម្បីបង្កើនតម្លៃដល់ផ្លែឈើនេះជាច្រើនដងប៉ុន្តែនៅប្រទេសចិនវិញកសិករបានប្រើប្រាស់វិធីសាស្ត្រឆ្លាតវៃពីរយ៉ាងដើម្បីប្រែក្លាយស្វ័យដែលលើសនេះទៅជាផលិតផលដែលមានតម្លៃខ្ពស់វិធីសាស្ត្រទី1បច្ចេកទេសដាំដុះទំនើប Crafting Technique វិធីសាស្ត្រទី1ផ្ដោតលើការបង្កើនទិន្នផលនិងគុណភាពស្វាយតាមរយៈបច្ចេកទេសកសិកម្មការកាត់ទំនក់និងបំបៅមែក Crafting កសិករបានកាត់ផ្ដាច់ផ្នែកខាងលើនៃដើមស្វាយដើមហើយធ្វើការឆ្កូតឬវះតូចៗនៅលើមែកបន្ទាប់មកពួកគេបានយកមែកថ្មីដែលអាចមកពីពូជដែលល្អជាងឬមានតម្រូវការទីផ្សារខ្ពស់មកភ្ជាប់ឬបំបៅនៅលើដើមនោះលទ្ធផលនៃការដាំដុះក្រោយពេលបំបៅមែករួចដោយមានការរុំផ្លាស្ទិកយ៉ាងត្រឹមត្រូវអស់រយៈពេលប៉ុន្មានថ្ងៃមែកថ្មីក៏ចាប់ផ្ដើមដុះពន្លកហើយបន្ទាប់មកពួកគេក៏យកដើមតូចៗទាំងនេះទៅដាំនៅក្នុងចម្ការលទ្ធផលគឺគួរឲ្យភ្ញាក់ផ្អើលទោះបីជាដើមនៅតូចក៏ដោយក៏វាបង្កើតផលស្វាយយ៉ាងច្រើនសន្ធឹកសន្ធាប់វីដេអូក៏បង្ហាញពីស្វាយដែលមានពណ៌ស្វាយផ្កាឈូកដ៏ស្រស់ស្អាតដែលអាចជាពូជស្វាយកម្រឬមានតម្លៃថ្លៃនៅលើទីផ្សារវិធីសាស្ត្រទី2ការកែច្នៃទៅជាស្រាស្វាយ Mango Wine Production វិធីសាស្ត្រទី2ផ្ដោតលើការកែច្នៃផ្លែស្វាយទុំដែលលើកទៅជាផលិតផលមានតម្លៃខ្ពស់ជំនួសឲ្យការបោះចោលការជ្រើសរើសនិងរៀបចំពួកគេបានជ្រើសរើសយកតែផ្លែស្វាយដែលទុំល្អបំផុតប៉ុណ្ណោះស្វាយទាំងនោះត្រូវបានលាងសម្អាតបកសម្បកនិងយកក្រាបចេញដោយប្រើប្រាស់ម៉ាស៊ីនទំនើបការកិននិងលាងបន្ទាប់មកសាច់ស្វាយត្រូវបានយកទៅកិនឬបុកឲ្យទៅជាម្សៅ pulp ហើយលាយជាមួយនឹងស្ករទឹកនិងមេដំបៅគេយកល្បាយនេះទៅបង្កាត់ក្នុងសីតុណ្ហភាពថេរមួយដែលអាចចំណាយពេលពី15ទៅ30ថ្ងៃនៅក្នុងដំណើរការនេះជាតិស្ករនឹងប្រែក្លាយទៅជាជាតិអាល់កុលការចម្រាញ់និងបញ្ចប់ក្រោយពីបង្កាត់ត្រួយគេយកទៅចម្រាស់និងចម្រាញ់យ៉ាងស្អាតរហូតបានជាស្រាស្វាយដ៏មានគុណភាពស្រាស្វាយដែលផលិតបានមានរសជាតិផ្អែមលាយជូរស្រស់និងស្រាលដែលធ្វើឲ្យយុវវ័យចូលចិត្តខ្លាំងណាស់វីដេអូបានបញ្ជាក់ថាស្រាស្វាយមួយដបអាចលក់បានតម្លៃរហូតដល់$10ទៅ$30ដែលជាតម្លៃដ៏ខ្ពស់មកធៀបនឹងតម្លៃស្វាយស្រស់ធម្មតាតាមរយៈវិធីសាស្ត្រទាំងពីរនេះគឺទាំងការបង្កើនទិន្នផលនិងការកែច្នៃទៅជាផលិតផលតម្លៃខ្ពស់ប្រទេសចិនបានបង្ហាញពីរបៀបនៃការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពនិងការបង្កើតតម្លៃសេដ្ឋកិច្ចថ្មីពីដំណាំដែលលើសហួសតម្រូវការទីផ្សារ